បងប្អូនឆ្ងល់ទេនៅពេលដែលទូកឡើងទៅខាងលើត្រៀមនឹងប្រណាំងតើចំណុះទូកធ្វើអីខ្លះតោះថ្ងៃនេះខ្ញុំនឹងមកស្រាយចម្ងល់ទាំងអស់នោះចែកជូនបងប្អូនទាំងអស់គ្នាបាទនៅពេលដែលទូកប្រណាំងនៅក្នុងកម្មវិធីនីមួយៗបងប្អូននៅឯចុងទីគឺប្រកាសជាឆ្ងល់ហើយក៏កំពុងតែរងចាំដូចគ្នាថាហេតុអីបានជាយូរម៉េចការចេញគូនីមួយៗពីមួយជើងទៅមួយជើងគឺរងចាំយូរមែនតែនអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកជម្រាបជូនបងប្អូនអំពីសកម្មភាពក្រៅឆាកឬក៏សកម្មភាពនៅឯបាទទីចេញប្រកួតនៅឯដើមទីអញ្ចឹងដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនបាទបន្ទាប់ពីយើងប្រកួតហើយឬក៏មិនទាន់ប្រកួតជើងទី1ទេគឺទូកត្រូវបាទទូកដែលមានកណូតគឺអាចសតោងឡើងទៅខាងលើហើយចំណែកទូកដែលគាត់មិនមានកណូតទេគឺគាត់ធ្វើការអុំឡើងទៅខាងលើនេះគឺជាសកម្មភាពបាទនៅកន្លែងខាងលើដែលទូកទាំងអស់គឺត្រូវបាទចូលចតមួយកន្លែងដើម្បីត្រៀមស្ដាប់គណៈកម្មការនៅក្នុងការប្រកាសហៅឈ្មោះទូកក៏ដូចជាប្រកាសគូដើម្បីឲ្យទូកចេញដំណើរប្រកួតតែម្ដងអញ្ចឹងនៅកន្លែងបាទប្រកួតនេះបាទមុននឹងចេញទៅដោយសារតែយើងមានទូកខ្នាតអន្តរជាតិផងអញ្ចឹងសម្រាប់ទូកវែងគឺរៀងរយាលបន្តិចគឺមានន័យថាយើងឲ្យទូកខ្នាតអន្តរជាតិទៅមុនហើយចំណែកឯទូកវែងគឺរងចាំបន្តិចបាទបើសិនជាទូកខ្នាតអន្តរជាតិច្រើនគឺរងចាំរហូតអាចថាកន្លះម៉ោងឬក៏1ម៉ោងក៏មានដែរអញ្ចឹងសកម្មភាពនេះបងប្អូនគឺអង្គុយបាទចំណុះទូកខ្លះក៏គាត់អង្គុយទៅចំណុះទូកខ្លះក៏គាត់គេងនៅលើទូកអញ្ចឹងទៅបាទហើយសម្រាប់ទូកខ្នាតអន្តរជាតិនៅពេលដែលដល់គូគឺគាត់ចេញទៅហើយដោយសារតែគាត់ប៉ុណ្ណឹងមុនគេបាទទូកខ្នាតអន្តរជាតិគឺគាត់ចេញទៅមុនគេដោយឡែកសម្រាប់ទូកខ្នាតវែងគឺបន្ទាប់ពីទូកខ្នាតអន្តរជាតិហើយបានដល់ទូកខ្នាតវែងអញ្ចឹងគឺទូកខ្នាតវែងអាចមានពេលសម្រាកច្រើនជាងទូកខ្នាតអន្តរជាតិបន្តិចប៉ុន្តែមិនថ្មីទេនៅពេលដែលទូកខ្នាតអន្តរជាតិគាត់ប៉ុណ្ណឹងចប់ហើយគឺគាត់អាចសម្រាកបានដូចគ្នាដែរគឺដល់វេនសម្រាប់ទូកខ្នាតវែងប៉ុណ្ណឹងវិញម្ដងអញ្ចឹងគឺម្យ៉ាងម្នាក់ទេបងប្អូនបាទចំណែកឯគណៈកម្មការបាទនៅដើមទីវិញបាទគឺប្រើកម្លាំងខ្លាំងមែនទែននៅក្នុងការប្រកាសជូនទៅកាន់បងចំណុះទូកដើម្បីហៅទូកដើម្បីគូបកងចេញដំណើរទៅណាបងប្អូនអញ្ចឹងដូចបងប្អូនឃើញហើយសម្រាប់ទូកខ្នាតអន្តរជាតិគឺត្រូវចេញទៅមុនហើយដោយឡែកចំណុះទូកដែលកំពុងតែត្រៀមនៅក្នុងការប្រណាំងនេះអ្នកខ្លះក៏គាត់អង្គុយបាទខំស្មៅអញ្ចឹងទៅបាទអ្នកខ្លះក៏គាត់អង្គុយលេងនៅលើមាត់ច្រាំងបាទអ្នកខ្លះក៏គាត់ចុះបត់ដៃបត់ជើងបាទអ្នកខ្លះក៏គាត់អង្គុយនៅលើទូកត្រៀមសម្រាប់ការប្រណាំងនៅពេលបន្តិចទៀតទៅណាបងប្អូនហើយអ្នកខ្លះទៀតក៏បាទភ័យភើតពោះអីចឹងទៅណាបងប្អូនបាទអ្នកខ្លះទៀតក៏គាត់គេងធម្មតាដូចអត់ខ្វល់ណាបងប្អូនបាទដោយឡែកសម្រាប់ទូកនីមួយគឺចតត្រៀមបាទសម្រាប់ការចេញប្រកួតនេះគឺបាទក៏ស្វែងរកដៃគូដែរដោយជាក់ស្ដែងនេះស្រីសសុកសានជ័យគឺត្រូវប្រណាំងជាមួយនឹងបារមីឯកមានជ័យបាទកលេចទៅឃើញដៃគូមកតែម្ដងបាទអញ្ចឹងគឺមិនពិបាកទេសម្រាប់គណៈកម្មការក៏ដូចជាបាទទូករៀងខ្លួនបាទកលេចទៅឃើញដៃគូរបស់ខ្លួនណាបាទអញ្ចឹងកលេចឃើញដៃគូរបស់ខ្លួនហើយគឺមិនបង្អង់យូរទេបាទគឺដឹកដៃគ្នាទៅតែម្ដងអញ្ចឹងបាទនេះហើយគឺជាបារមីឯកមានជ័យដែលជាដៃគូរបស់ទូកងស្រីសសុកសានជ័យដែលការប្រណាំងនៅឯមុខវត្តពិជ័យរាំងសីកាលពីប្រហែលខែមុនកន្លងទៅណាបងប្អូនបាទសម្រាប់ឥឡូវនេះគឺដល់គូចេញដំណើរតែម្ដងគណៈកម្មការក៏បានប្រកាសបាទ2ឬក៏3គូមុនណាអញ្ចឹងអាចប្រកាសថាគូទី8គូទី9គូទី10បាទត្រៀមខ្លួនសម្រាប់ការប្រកួតនៅពេលបន្តិចទៀតនេះអញ្ចឹងនៅពេលដែលខ្វះ2គូឬក៏3គូដល់ទូករបស់យើងអញ្ចឹងទូកដែលជាគូបាទគូ2 3គូចុងក្រោយហ្នឹងគឺត្រៀមខ្លួនជាស្រេចបាទត្រៀមខ្លួនឲ្យហើយនៅក្នុងការចេញដំណើរតែម្ដងអញ្ចឹងបន្ទាប់ពីបាទយើងសម្រួលបាទដៃជើងហើយបត់ដៃបត់ជើងអង្គុយលេងអស់ចិត្តហើយបាទគឺយើងត្រូវតែចុះទូកបាទចុះទូកទាំងអស់គ្នាហើយត្រៀមបាទការប្រកួតនៅពេលបន្តិចទៀតនេះពីព្រោះគណៈកម្មការបានប្រកាសរួចរាល់ហើយគឺចិត្តដល់គូរបស់យើងហើយអញ្ចឹងគឺយើងត្រូវតែត្រៀមហើយក៏កុំភ្លេចបាទស្វែងរកដៃគូរបស់ខ្លួនដែរថាតើដៃគូរបស់ខ្លួននៅដែរទេបើសិនជាមិនឃើញដៃគូរបស់ខ្លួនទេគណៈកម្មការអាចនឹងមានសិទ្ធិអនុញ្ញាតឲ្យយើងចេញទៅមុនឬក៏គណៈកម្មការមានសិទ្ធិឲ្យយើងចាំដៃគូរបស់យើងណាបងប្អូនទាំងអស់គ្នាឃើញថាឥឡូវនេះគឺដល់គូមែនតែនហើយបាទនៅសល់តែ1គូឬក៏2គូទៀតគឺដល់បាទទូកងស្រីសសុកសានជ័យប៉ណ្ណាំងជាមួយនឹងបាទបារមីឯកមានជ័យឯងអញ្ចឹងចំណុះទូកទាំងអស់គឺត្រូវតែ ready បាទហៅថាត្រូវតែ
ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតទៅពេលបន្តិចទៀតនេះអញ្ចឹងបាទបន្ទាប់ពីយើងញ៉ាំទឹកហើយយើងសម្រាកយកកម្លាំងហើយគឺដល់បាទសមរភូមិប្រយុទ្ធហើយបាទប្រយុទ្ធនេះគឺប្រយុទ្ធនៅលើទឹកទេបងប្អូនបាទដំណាក់កាលនេះហើយគឺជាដំណាក់កាលរបស់ចំណុះទូកមួយចំនួនបាទគឺគាត់ភ័យផងអផងសបាយផងអញ្ចឹងបាទគឺលាយឡំគ្នាអារម្មណ៍មួយនេះបាទថាមិនត្រូវទេសូម្បីតែខ្ញុំបាទជាអ្នកគ្រប់គ្រងបាទនៅលើទូកនេះក៏អារម្មណ៍សបាយទៅតាមនឹងដែរទៅបុកពោះផងភ័យផងសបាយផងរំភើបផងលាយជាមួយគ្នាណាបងប្អូនហើយនេះគឺដល់គូតែម្ដងរវាងស្រីសសុកសានជ័យប្រណាំងជាមួយនឹងបារមីឯកមានជ័យបាទនៅពេលដែលយើងដល់គូហើយគណៈកម្មការនឹងប្រកាសឲ្យយើងបាទឡើងទៅខាងលើទាំងពីរដើម្បីបាទហៅថាគៀកកគ្នាតែម្ដងបាទភាសាមួយទៀតគេអាចនិយាយបានថាគឺយើងចាប់ក្បាលទូកស្មើគ្នាដើម្បីធ្វើការចេញប្រណាំងអញ្ចឹងទូកទាំងពីរគឺធ្វើការបាទបកត្រឡប់មកដើម្បីបាទចាប់ក្បាលទូគ្នាហើយចាប់ផ្ដើមប្រណាំងតែម្ដងអញ្ចឹងបងប្អូននៅឯចុងទីគឺបាទទាំងខ្ញុំទាំងបងប្អូនគឺធ្លាប់រងចាំហើយថានៅការប្រណាំងនីមួយៗបាទបន្ទាប់ពីចប់ពីមួយជើងទៅមួយជើងហេតុអីបានជាយូរម្លេះបាទហេតុអីបានជារងចាំយូរម្លេះបាទក្តៅផងអីផងប៉ុន្តែបងប្អូនទាំងអស់គ្នានេះហើយគឺជាសកម្មភាពក្រោយឆាកឬក៏ជាសកម្មភាពនៅពីក្រោយនៃការរងចាំរបស់យើងអញ្ចឹងទម្រាំតែគណៈកម្មការបាទផ្គូផ្គងទូកពីទូកខ្នាតអន្តរជាតិហើយទម្រាំទៅដល់ទូកចែវទម្រាំទៅដល់ទូកវែងគឺបែបនេះអញ្ចឹងការទន្ទឹងរង់ចាំរបស់ពុកម៉ែបងប្អូនក៏ដូចជាខ្ញុំបាទនៅឯចុងទីនោះគឺយើងមិនដឹងទេឥឡូវថ្ងៃនេះខ្ញុំបាទបានបកស្រាយនិងបង្ហាញអំពីសកម្មភាពទាំងអស់ចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលជ្រាបអំពីបាទសកម្មភាពទាំងអស់នេះអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតអរគុណច្រើនជម្រាបលា